ស្នាមញញឹមគឺអត់មានគិតថ្លៃទេតែវាគឺជារឿងដែលមានតម្លៃបំផុតសួស្តីអ្នកនរគ្នាខ្ញុំណាសៀនប្រធានបទថ្ងៃនេះយើងនឹងនិយាយអំពីស្នាមញញឹមស្នាមញញឹមមិនមែនគ្រាន់តែជាការឆ្លើយតបទៅនឹងភាពរីករាយទេតែវាក៏អាចបង្កើតភាពរីករាយបានដែរតាមរយៈស្នាមញញឹមរបស់យើងនៅពេលដែលយើងញញឹមខួរក្បាលរបស់យើងបញ្ចេញដូប៉ាមីនដែលធ្វើឲ្យយើងកាត់បន្ថយ stress ហើយនឹងជួយដល់ប្រព័ន្ធភាពស៊ាំរបស់យើងផងដែរមុនពេលដែលយើងនិយាយស្នាមញញឹមរបស់យើងប្រាប់ទៅដល់អ្នកដទៃបាត់ទៅហើយថាយើងជាមនុស្សដូចផ្ដាច់រស់រាយយើងទទួលស្វាគមន៍គេយើងប្រាប់គេថាយើងចូលចិត្តគេគ្រប់យ៉ាងគឺអូខេហើយសម្រាប់ស្នាមញញឹមគឺវាជួយកសាងទំនុកចិត្តលើខ្លួនឯងហើយនឹងមនុស្សជុំវិញខ្លួនយើងអាចកសាងភាពជឿជាក់ជាមួយនឹងមនុស្សជុំវិញខ្លួនផងដែរនៅពេលដែលយើងញញឹមគឺយើងនឹងក្លាយទៅជាមនុស្សដែលតាក់ទាញហើយមើលទៅលេចធ្លោជាមនុស្សធម្មតាហ្មងវាបើកឱកាសឲ្យយើងច្រើនមិនថាតំណែងតំណងថ្មីឱកាសផ្សេងដូចជាការងារនិងមនុស្សងាយនឹងចូលមករកយើងព្រោះយើងជាមនុស្សដែលរស់រាយរាក់ទាក់មានអ្នកខ្លះគេនិយាយថាគាត់សុខចិត្តជួលបុគ្គលិកដែលមិនបញ្ចប់ការសិក្សាតែពូកែញញឹមហើយរស់រាយរាក់ទាក់ជាងអ្នកដែលមានសញ្ញាបត្រប៉ុន្តែមុខស្អុយស្នាមញញឹមរបស់យើងអាចជាពន្លឺដល់អ្នកដទៃបានអ្នកទាំងអស់គ្នាព្រោះយើងអត់ដឹងទេថានរណាកំពុងតែមានសម្ពាធអ្វីខ្លះទេអញ្ចឹងហើយនៅពេលដែលយើងចេញក្រៅកុំភ្លេចផ្ដល់នៅមនុស្សជុំវិញខ្លួនរបស់យើងជាមួយនឹងស្នាមញញឹមឲ្យបានច្រើនផងវាអាចមានច្រើនសម្រាប់ស្នាមញញឹមវាមានច្រើនប្រភេទអ្នកខ្លះក៏ញញឹមព្រោះតែសប្បាយចិត្តញញឹមព្រោះរំភើបញញឹមព្រោះមានមោទនភាពលើខ្លួនឯងឬក៏លើអ្វីមួយចឹងទៅហើយចំពោះពេលខ្លះញញឹមគឺនៅពេលដែលយើងកើតទុក្ខអ្នកខ្លះគឺមិនចង់ឆ្លើយតបមិនចង់រាយរាប់ពីទុក្ខលំបាកដែលខ្លួនឆ្លងកាត់អីចឹងទៅក៏ជ្រើសរើសការញញឹមនេះដើម្បីលាក់បាំងដើម្បីឲ្យមិនចង់ឲ្យគេសួរនាំច្រើនអីចឹងទៅសម្រាប់នៅក្នុងសាសនាអ៊ីស្លាមវិញការញញឹមគឺជាកុសលផលបុណ្យដែលយើងអាចឲ្យទៅដល់អ្នកដទៃបានគឺយើងទទួលបានផលបុណ្យតាមរយៈការញញឹមរបស់យើងនឹងនៅពីមូហាម៉ាត់ទ្រង់ញញឹមដាក់គ្រួសាររបស់ទ្រង់ញញឹមដាក់មនុស្សជុំវិញខ្លួនសូម្បីតែសត្រូវរបស់ទ្រង់ផ្ទាល់ក៏ទ្រង់ញញឹមដាក់ដែរជាចុងក្រោយមកវិញអ្នកទាំងអស់គ្នាស្នាមញញឹមគឺជាទ្រព្យសម្បត្តិដែលយើងអាចដាក់បានតាមខ្លួនជាប់រហូតគ្រប់ពេលគ្រប់វេលាហើយយើងអាចផ្ដល់បានគ្រប់ពេលគ្រប់វេលាវាមិនចេះរីងស្ងួតទេវាគឺជាទ្រព្យសម្បត្តិដែលមិនចេះរីងស្ងួតដែលនៅក្នុងខ្លួនយើងហើយយើងកាន់តែផ្ដល់ស្នាមញញឹមទៅអ្នកដទៃច្រើនប៉ុណ្ណាជីវិតរបស់យើងនឹងកាន់តែល្អប្រសើរនឹងមានភាពរីករាយច្រើនទៅតាមនឹងដែរដូច្នេះហើយអ្នកទាំងអស់គ្នាពេលចេញទៅក្រៅកុំភ្លេចផ្ដល់ស្នាមញញឹមដល់មនុស្សថ្មីទៅដល់មនុស្សជុំវិញខ្លួនយើងមិនថាហើយពេលខ្លះយើងផ្ដល់ស្នាមញញឹមដល់ខ្លួនឯងទៅ so អ្នកទាំងអស់គ្នាវីដេអូហ្នឹងយើងមានតែប៉ុណ្្នឹងទេអរគុណច្រើន